ជំរាបសួរបងប្អូនត្រឡប់មកជួបគ្នាម្ដងទៀតហើយនៅក្នុង Channel Learn Something with Pirit វីដេអូនេះគឺពិសេសខ្លាំងណាស់សម្រាប់បងប្អូនជនពិការគ្រប់រូបបាទបងប្អូនជនពិការផ្នែកកម្ពុជាគ្រប់រូបដែលកំពុងប្រើប្រាស់កម្មវិធី NVDA បាទហេតុអីបានជាខ្ញុំនិយាយថាពិសេសបាទដោយសារតែខ្ញុំនឹងបង្ហាញពីវិធីដែលអនុញ្ញាតឲ្យពួកគាត់អាចប្រើប្រាស់បាទសំឡេងអានជាភាសាខ្មែរនៅក្នុងកម្មវិធី NVDA បានបាទបងប្អូនហ្នឹងហើយហើយចឹងបងប្អូនសូមកុំភ្លេចតាមដានឲ្យបានតាំងពីដើមដល់ចប់ផងណាបងប្អូនណាបាទហើយខ្ញុំជឿថាបងប្អូនជនពិការផ្នែកកម្ពុជាគ្រប់រូបបាទសុទ្ធតែដឹងរហូតមកដល់ឆ្នាំ2026នេះជាសម័យដែល AI ជឿនលឿនខ្លាំងបាទខ្លាំងមែនតើទៅហើយបងប្អូនបាទប៉ុន្តែជនពិការផ្នែកកម្ពុជាយើងនៅតែមិនទាន់មានបាទកម្មវិធីសំឡេងអានជាភាសាខ្មែរឬក៏យើងហៅថាខ្មែរ Text to Speech ប្រើប្រាស់ឲ្យបានទូលំទូលាយបាទងាយស្រួលដោយភាសាគេផ្សេងទៀតឡើយទេអញ្ចឹងបងប្អូនបាទចឹងទៅគឺជនពិការផ្នែកកម្ពុជាបាទគ្រប់រូបរួមទាំងខ្ញុំផងដែរគឺពិបាកខ្លាំងមែនតើនៅពេលដែលចង់ធ្វើការងារតាក់ទងនឹងភាសាខ្មែរនៅក្នុងកុំព្យូទ័រអញ្ចឹងបងប្អូនបាទបច្ចុប្បន្ននេះគឺមានតែប្រព័ន្ធប្រតិបត្តិការ Android សម្រាប់ទូរស័ព្ទដៃមួយប៉ុណ្ណោះទេបាទដែលយើងអាចប្រើប្រាស់កម្មវិធីសំឡេងអានជាភាសាខ្មែរបានបងប្អូនបាទហ្នឹងហើយដែលយើងប្រើកម្មវិធី Google Text to Speech បងប្អូនណាគឺមានភាសាច្រើនរួមទាំងភាសាខ្មែរផងដែរនៅក្នុងនោះបាទក្រៅពីហ្នឹងគឺអត់ទាន់មានទេបាទសូម្បីតែប្រព័ន្ធទូរស័ព្ទបាទប្រព័ន្ធបាទ iOS ប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរស័ព្ទបាទ iPhone អីហ្នឹងបាទគឺក៏មិនទាន់មានដែរបងប្អូនបាទហើយបើនិយាយសម្រាប់កុំព្យូទ័រវិញគឺអត់មានសោះតែម្ដងអត់មានកម្មវិធីអានសំឡេងជាភាសាខ្មែរសោះតែម្ដងអញ្ចឹងបងប្អូនបាទហ្នឹងហើយប៉ុន្តែថ្មីនេះគឺមានកម្មវិធីមួយដែលយើងអាចយកទៅដំឡើងដើម្បីបានប្រើប្រាស់សំឡេងអានជាភាសាខ្មែរបាទនោះគឺកម្មវិធី Natural Voice API Adapter ដែលយើងប្រើប្រាស់សំឡេងរបស់ Microsoft Edge Online Text to Speech អញ្ចឹងបងប្អូន Microsoft Edge Online Text to Speech បាទហ្នឹងហើយប៉ុន្តែគ្រាន់តែថាកម្មវិធីហ្នឹងគឺវាមិនសូវជារលូនប្រហែលទេបងប្អូនដោយសារតែយើងត្រូវការប្រើប្រាស់សេវាអ៊ីនធឺណិតបាទយើងត្រូវការសេវាអ៊ីនធឺណិតជានិច្ចតែម្ដងជាប្រចាំបើសិនជាអត់មានអ៊ីនធឺណិតទេបាទកម្មវិធីនេះគឺមិនដំណើរការទេបងប្អូនបាទហើយរបៀបដំឡើងវិញគឺក៏មិននេះដែរបាទក៏មិនពិបាកអីខ្លាំងណាស់ណាដែរបងប្អូនបាទប៉ុន្តែយើងត្រូវទៅdownload ឬក៏ទាញយកពីក្នុង link មួយសិនបងប្អូនបាទ link ហ្នឹងគឺខ្ញុំបានដាក់នៅខាងក្រោមវីដេអូនេះបាទបងប្អូនចូលទៅតាម link ហ្នឹងទៅបាទគឺអាច download បានហើយបាទអញ្ចឹងសូមបងប្អូនចូលទៅ download link ហ្នឹងកម្មវិធីហ្នឹងដោយខ្លួនឯងមកបាទក្នុងវីដេអូនេះគឺខ្ញុំបង្ហាញតែរបៀបដំឡើងទេបងប្អូនបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីបងប្អូនបានទាញយកកម្មវិធីហ្នឹងពី link ហ្នឹងហើយគឺយើងចូលទៅកន្លែងដែលផ្ទុក file ហ្នឹងទៅបងប្អូនបាទ file កម្មវិធីហ្នឹងបាទសម្រាប់ខ្ញុំគឺខ្ញុំផ្ទុកនៅក្នុង folder download បងប្អូនណាបាទតោះឥឡូវខ្ញុំទៅរក folder download តែម្ដងបាទខ្ញុំចុច Windows key បូកអក្សរ E ទៅរក Windows Explorer បាទចុច Shift បូក Tab បាទរក Tree View តបមកគឺខ្ញុំបាទរក folder download ដែលខ្ញុំចុចអក្សរកាត់តែម្ដង DOW បាទចុច tab មួយបាទឃើញសុទ្ធតែជា file ដែលខ្ញុំបានផ្ទុកនៅក្នុង folder download នេះបាទប៉ុន្តែបាទ file របស់កម្មវិធី Natural Voice API Adapter គឺខ្ញុំបាន download បាទជាយូរមកហើយអញ្ចឹងបើសិនជាចុច down arrow ទៅគឺចំណាយពេលរៀងច្រើនអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំចុច N A តែម្ដងបាទចុចពាក្យផ្ដើមបាទអក្សរកាត់ពាក្យផ្ដើមនៃពាក្យថា natural ហ្នឹងបងប្អូន NA Earlier this month grouping expanded Natural Voice API Adapter v0.2.9x86x64.zip checked 15បាទអញ្ចឹងបងប្អូនណាគឺយើង download មកភ្លាមអញ្ចឹងគឺ file ហ្នឹងយើងត្រូវទៅ unzip វាបងប្អូនដោយសារតែវាជាប់ zip បងប្អូនណាបាទអញ្ចឹងដើម្បីចូលទៅក្នុងការដំឡើងបានគឺយើងត្រូវ unzip វាសិនទៅបាទដោយចុច application key
បាទសម្រាប់បងប្អូនដែលអត់មាន application key ដូច keyboard របស់ខ្ញុំអញ្ចឹងគឺអាចចុច shift បូក F10 បងប្អូនណាបាទ shift បូក F10 បាទ Cut Alt T រួច down arrow រកពាក្យថា extract all Cop rename share delete pop up open send share with add to extract all បាទ extract all enter I extract compressed zipped tab រកពាក្យថា extract browse check extract button unavailable 36% complete បាទចាំវាពេញចាំយើងចូលទៅ copying បា pane ទទៅដំឡើងតែម្ដង installer.e បាទអញ្ចឹងគឺបានហើយបងប្អូននេះបាទអញ្ចឹងចុច down arrow មកគឺមានអីគេ x64 ខ្លះ check x64 x86 check 3 x86 អញ្ចឹងមានន័យថាកម្មវិធីនេះគឺយើងអាចដំឡើងបានទាំងបាទ64 bit និង32 bit អញ្ចឹងបងប្អូនបាទអញ្ចឹងដើម្បីដំឡើងកម្មវិធីនេះគឺយើងត្រូវទៅរកខ្ញុំចុច up arrow ទៅវិញទៅរកពាក្យថា installer.exe installer.exe បាទ installer.exe បងប្អូនណាចុច enter លើនឹងមក window dialog បាទអញ្ចឹងនៅពេលដែលយើងចុច enter ភ្លាមហ្នឹងគឺ Windows វា protected ចេញ your បែបនេះបង PC ប្អូនវាចេញអញ្ចឹងណាបាទដោយសារតែ Windows របស់យើងហ្នឹងគឺអត់ស្គាល់ link ប្រភពដែល download ពី file ហ្នឹងអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនក៏មានការព្រួយបារម្ភអីបាទ link ហ្នឹងគឺសុវត្ថិ file ហ្នឹងគឺសុវត្ថិភាពទេបងប្អូនបាទអញ្ចឹងបងប្អូនចុច tab ទៅរកពាក្យថា more info បាទ enter មកបាទរួចចុច tab ទៅរក run anyway run anyway button Windows protect បាទ natural voice SAPI adapter installer dialog not installed 64-bit not install 64-bit but install 32ចឹងមាន install 32 bit និង install 64 bit បងប្អូនបាទប៉ុន្តែកុំទាន់អាល install អីបងប្អូនបាទចូលទៅមើលកម្មវិធីនឹងសិនទៅបាទព្រោះមានកន្លែងខ្លះត្រូវស្វែងយល់ចឹងបងប្អូនបាទចុច tab ទៀតទៅ enable narrator natural បាទនេះគឺ check ឲ្យស្រាប់ហើយ enable narrator natural voice download the local voice browse check enable Microsoft Edge online បាទនេះ Microsoft Edge online គឺគេ check ឲ្យយើងដែរចឹងគឺពេលដែលដំឡើងហើយគឺយើងអាចប្រើកម្មវិធីនឹងបានតែម្ដងប្រើសំឡេងរបស់ Microsoft Edge online text to speech ហ្នឹងបងប្អូន not checked enable Azure online voices បាទនេះប្រហែលតើតែយើងបាទតើតែយើង purchase តើតែយើងទិញសេវាកម្មរបស់គេបានអាចប្រើបាន Microsoft Azure ហ្នឹងបងប្អូនបាទនេះគេអត់ check ឲ្យយើងទេបើសិនយើង check កន្លែងហ្នឹងទៅគឺគេទាមទារឲ្យយើងបញ្ចូល serial key បាទ subscription key ចឹងបងប្អូនបាទ included languages បាទនេះកន្លែងនេះ including languages កន្លែងនេះបើសិនជាបងប្អូនតឡើងដំបូងចឹងកន្លែងនេះគេដាក់ថា default អត់ទាន់មានភាសាអីទេបងប្អូនណាបាទចឹងបើសិនជាបងប្អូនតឡើងហើយចង់ប្រើបាទ Microsoft Edge online text to speech ហ្នឹងតើតែចូលកន្លែងនេះបាទចូលកន្លែង change នេះបងប្អូនណាបាទប៉ុន្តែខ្ញុំអត់ទាន់បង្ហាញទេគ្រាន់តែបាទណែនាំបងប្អូនត្រួសអញ្ចឹងណាបងប្អូនបាទឥឡូវយើងទៅដំឡើងតែម្ដង installation status grouping install 32-bit បាទអញ្ចឹងនៅក្នុងការដំឡើងគឺវាមាន32 bit ហើយនិង64 bit បាទខ្ញុំណែនាំឲ្យបងប្អូនដំឡើងទាំងពីរតែម្ដងទៅបាទព្រោះខ្ញុំធ្លាប់មានបទពិសោធន៍ខ្ញុំដំឡើងតែ32 bit ទេកាលមុនបាទប៉ុន្តែ32 bit គឺប្រើបានតែជាមួយ NVDA ទេបាទនៅពេលដែលខ្ញុំចង់ប្រើបាទ Microsoft Edge online text to speech ជាមួយនឹងកម្មវិធី Microsoft Narrator គឺអត់អាចប្រើបានទេអញ្ចឹងបងប្អូនបាទអញ្ចឹងបើសិនជាដំឡើងទាំងពីរគឺអាចប្រើបានបងប្អូនណាបាទបានទាំង NVDA បាទបានទាំង Microsoft Narrator បាទអញ្ចឹងសូមបងប្អូនដំឡើងទាំងពីរទៅយកល្អបងប្អូនបាទឥឡូវខ្ញុំដំឡើងទាំងពីរហើយបាទ Secure desktop បាទចុច yes Natural voice SAPI adapter V0. បាទតបមកគឺឮភ្លេងហ្នឹងបាទឮសលេងហ្នឹងគឺមានជោគជ័យហើយបាទអញ្ចឹងយើងចុច enter ទៅលើកន្លែង installer.exe នឹងម្ដងទៀតដើម្បីទៅដំឡើង 64 bit បងប្អូនណាបាទ64 bit Natural voice uninstall 64-bit button alt plus secure Enter. desktop ចុច yes Natural voice SAPI adapter V0.
bà này một ổn á bà cứ ok hỡi miền play nâng chanh máu cứ miền này tha ok ấy một ổn á bà 6 of 7. chẳng dương cho ok máu một ổn space lơ nâng máu Natural voice SAPI adapter V 6 of 6. Natural voice SAPI adapter. bà chẳng cứ ban chụp chơi hai một ổn á bà cả đầm là cầm thi natural voice SAPI adapter đầm bay ban sầm lệnh an chỉ bisa khmái một pra chỉ mùi NVDA cứ ban chụp chơi hỡi bà chẳng nhom a tranh pi cái lại nâng bán một ổn Alpha tranh pi cái lại nâng tiếng ở tử Installer.exe. Natural voice downloads file natural voice SAPI adapt. Checked recycle bin. bà nâng hỡi chẳng một ổn bà cứ nhom châu từ xạ là bòn mới bà xạ là bòn prà mới nó bây đã đầm lang hái miền tài mà cái dương châu từ synthesizer mỗi cứ miền chmu thá bà Microsoft Speech API version 5một ổn á cứ nhom châu từ speech settings rồi bọc cầm thi NVDA menu bà bàn tay lực này cứ nhom châu tam bà vị trí cắt bà chọn shortcut chọn NVDA key bộ control bộ số S Select synthesizer dialog. bà nhom up arrow rồi biệt thá Microsoft Speech API version 5 Microsoft Speech API version 5. bà enter máu Check it recycle bin. បាទបងប្អូនលឺឯសំឡេងគឺថាព្រោះមែនតើបាទនេះគឺជាសំឡេងបាទរបស់ Microsoft Edge Online Text to Speech អញ្ចឹងឥឡូវខ្ញុំចូលទៅប្រភេទសំឡេងផ្សេងបាទចូលទៅក្នុង voice ចុច NVDA key control បូកអក្សរ V បាទ NVIDIA voice combo box Microsoft Brian multilingual បាទគឺមានឈ្មោះរបស់គេផ្សេងគ្នានេះគឺជាសំឡេងបាទភាសាអង់គ្លេសបែបអាមេរិកកាំងបងប្អូនប៉ុន្តែនៅពេលដែលឮគេអានប្រាប់ថាបាទ multilingual ហ្នឹងគឺមានន័យថាសំឡេងហ្នឹងនៅពេលដែលជួបភាសាអីដែល support ជាមួយនឹងសំឡេងហ្នឹងបាទគឺវាអាចអានចេញជាសំឡេងរបស់ភាសាហ្នឹងបាទអញ្ចឹងរួមទាំងភាសាខ្មែរផងដែរបាទ multilingual នេះគឺថាមានថាវាជួបភាសាអីគឺវាអានភាសាហ្នឹងបាទឲ្យតែភាសាហ្នឹង support នៅក្នុងកម្មវិធីបាទ online text to speech ហ្នឹងបងប្អូនបាទ Microsoft Edge online text to speech ហ្នឹងណាបាទអញ្ចឹងបងប្អូនអាចចុច down arrow បាទ up down arrow រប្រភេទសំឡេងផ្សេងទៅបាទឥឡូវខ្ញុំចុច down arrow Microsoft Brian online ច្រើនបងប្អូនណាបាទអូសំឡេងព្រោះមែនតើ Microsoft Vivian Multilingual បាទនេះស្ទើរតែជា multilingual Microsoft Paces Online Natural បាទនេះគឺជាសំឡេងភាសាខ្មែរតែម្ដងគឺសំឡេងរបស់ឈ្មោះពិសិដ្ឋបងប្អូនណាបាទយើងមានសំឡេង2សម្រាប់ភាសាខ្មែរ Microsoft ស្រីមុំ បាទពិសិដ្ឋហើយនិងស្រីមុំបាទពិសិដ្ឋគឺជាសំឡេងប្រុសបាទស្រីមុំគឺជាសំឡេងស្រីបាទអញ្ចឹងឥឡូវខ្ញុំសូមយកសំឡេង Microsoft Paces Online បាទពិសិដ្ឋបាទ Checked recycle ជ្រើស bin រើសយកសំឡេងពិសិដ្ឋបាទហើយខ្ញុំចូលទៅបាទ file មួយដែលខ្ញុំបានបាទរៀបចំទុកសម្រាប់បាទបង្ហាញជូនបងប្អូនបាទឲ្យកម្មវិធីអានជាភាសាខ្មែរហ្នឹងបងប្អូនបាទឥឡូវខ្ញុំចូលទៅ Windows Explorer This piece of File Explorer បាទចូលទៅ Document Items View បាទ List file របស់ខ្ញុំគឺឈ្មោះថា example Example.doc check បាទបាទអញ្ចឹង Unknown រងចាំបន្តិចបងប្អូន Example.docs បាទបងប្អូននេះបាទ មនុស្សម្នាក់ អញ្ចឹងឥឡូវឃើញ Recent ហើយ proof បាទអញ្ចឹងចាំមើលពេលខ្ញុំបាទចុចបញ្ជាឲ្យកម្មវិធីនឹងអានគឺអានចេញជាសលេងភាសាខ្មែរបងប្អូនណាបាទព្រោះអត្ថបទជាភាសាខ្មែរ មនុស្សម្នាក់មានចំណង់ចំណូលចិត្តនិងការគិតខុសៗគ្នា បាទលឺហ៎បងប្អូនបាទគឺពិសេសមែនតើបងប្អូនណាសលេងអានឡើងច្បាស់មែនតើដូចជនជាតិខ្មែរអញ្ចឹងបងប្អូនបាទហើយនៅក្នុង NVDA បាទនៅពេលដែលយើងប្រើសំឡេងបាទជាភាសាខ្មែរអញ្ចឹងបាទសញ្ញាតូគឺក៏ support ដូចគ្នាដែរបងប្អូនណាដែលសញ្ញាតូធម្មតាបើសិនជានៅក្នុងបាទ text to speech ផ្សេងបាទ Microsoft online text to speech ហ្នឹងបើសិនយើងប្រើដូចជា read aloud អីហ្នឹងគឺនៅពេលដែលយើងដាក់សញ្ញាតូទៅគឺវាអត់អានផ្ទួនគ្នាដូចជនជាតិខ្មែរយើងបាទជនជាតិខ្មែរមនុស្សមែនតើហ្នឹងគាត់អានទេបងប្អូនណាបាទអញ្ចឹង
នៅក្នុង NVDA គឺពិសេសមែនតើបាទអាចអានជាសញ្ញាតូទៀតបងប្អូនបាទអាចអានជាសញ្ញាតូគឺអាន2ដងផ្ទួនគ្នាបងប្អូនណាពាក្យដែលមានសញ្ញាតូគឺអានផ្ទួនគ្នាចេញមកបានអញ្ចឹងបងប្អូនបាទគឺដូចទៅនឹងជនជាតិខ្មែរបាទមនុស្សមែនតើបាទបងប្អូនយើងជាជនជាតិខ្មែរអានអត្ថបទអញ្ចឹងបងប្អូនណាបាទស្ដាប់លឺឯងមិញបាទខ្ញុំចាក់ឲ្យបងប្អូនស្ដាប់ម្ដងទៀត មនុស្សម្នាក់មានចំណង់ចំណូលចិត្តនិងការគិតខុសៗគ្នា បាទលឺឯងបងប្អូនពីរោះមែនតើបាទហ្នឹងហើយអានផ្ទួនគ្នាអញ្ចឹងទៅបាទគឺថា natural ធម្មជាតិជាភាសាខ្មែរទៅហ្មងអញ្ចឹងបងប្អូនបាទហ្នឹងហើយពិសេសភាសាមែនតើបងប្អូនណាបាទហើយហ្នឹងហើយចឹងទៅជនពិការភ្នែកកម្ពុជាបាទរួមទាំងខ្ញុំហ្នឹងគឺអាចធ្វើការតាក់ទងជាមួយនឹងភាសាខ្មែរបានហើយនៅក្នុងកុំព្យូទ័របងប្អូនប៉ុន្តែបាទគ្រាន់តែថាអត់មានសេវាអ៊ីនធឺណិតគឺពិបាកអញ្ចឹងបងប្អូនបាទហ្នឹងហើយអត់មានសេវាអ៊ីនធឺណិតគឺពិបាកបាទអត់អាចដំណើរការបានទេប៉ុន្តែវាគ្រាន់បើជាងអត់ដែរបងប្អូនណាបាទហ្នឹងហើយសង្ឃឹមថានៅថ្ងៃអនាគតបាទអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រហ្នឹងនឹងបាទពិចារណាសរសេរដូចជារៀបចំបាទកម្មវិធីបង្កើតកម្មវិធីអានជាភាសាខ្មែរដើម្បីឲ្យបងប្អូនជនពិការភ្នែកខ្មែរយើងនឹងបានប្រើប្រាស់ទូលំទូលាយងាយស្រួលដោយភាសាគេផ្សេងទៀតអញ្ចឹងបងប្អូនបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណបងប្អូនខ្លាំងមែនតើដែលបានបាទតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត